បាទបងប្អូនស្គាល់ពួកគាត់ទេបងប្អូនដែលគាត់កំពុងតែផ្ទះដៃនេះបាទនៅលើឆាកនេះបាទបងប្អូនដែលស្គាល់គាត់គឺសូមខមមិនទាំងអស់គ្នាអូខេនិយាយលេងបងប្អូនគាត់គឺជាអាដាមស៊ូនសម៉ាលីននិងលោកជំទាវបាទដែលជាអភិបាលខេត្តព្រៃវែងហើយងាកមកខាងនេះវិញបាទគឺជា idol របស់ខ្ញុំបាទឬជាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់បាទទូទាំងប្រទេសតែម្ដងគឺអាដាមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្ត្រីស៊ូម៉ាតៃនិងលោកជំទាវបាទនេះហើយបងប្អូនណាហើយចំណែកឯបាទបងមួយពាក់វ៉ែនតារៀងធំជាងគេហ្នឹងអូអ្នកធំខ្លាំងហើយបាទគឺបងទីតូបាទបងទីតូទេបងប្អូនណាបងទីតូអរគុណមែនតើបាទសម្រាប់បងប្អូនយើងដែលទស្សនាជាមួយនឹងវីដេអូនេះហើយខ្ញុំចង់និយាយថាខ្ញុំពិតជាមានមោទនភាពណាស់ដែលអាដាមគណៈធិបតីគាត់ឡើងលើឆាកដែលខ្ញុំកាន់គឺឆាកត្រជាក់បាទគេហៅថាតំបន់ត្រជាក់ចំនួន2 ដងដែរនោះបាទជាពិសេសគឺសប្បាយចិត្តដែលអាដាមអភិសិទ្ធបណ្ឌិតនិងលោកជំទាវបាទដែលគាត់មកឡើងលើឆាកឲ្យគាត់រួមកំសាន្តជាមួយបងប្អូនមហាជនយើងនៅខាងក្រោមឆាកឲ្យគាត់បានស្រែកសប្បាយមែនតើបាទហើយចំណែកអាដាមបាទជាសមិទ្ធិនេះបាទគាត់កំពុងតែចាប់ដៃអបអរសាទរជាមួយនឹងលោកជំទាវបាទអូគាត់គឺថាសប្បាយហើយគាត់ដឹងណាខ្ញុំនៅក្រៅក្មេងបាទក្មេងបាទក្មេងអរគុណណាស់លោកជំទាវនិងអាដាមបានប៉ាត់ម្សៅខ្ញុំទៀតអាដាមជាសមិទ្ធិនិងលោកជំទាវបាទអញ្ចឹងសប្បាយមែនតើហើយនេះគឺជាបាទលោកអភិបាលខេត្តព្រៃវែងហើយបងប្អូនណាបាទស៊ុនសម៉ាលីននិងលោកជំទាវបាទគាត់លើកដៃមកគាត់លើកដៃមកគាត់ដាក់បេះដូងហើយនឹងគឺថាថ្នាក់ដឹកនាំរបស់យើងនៅក្នុងខេត្តអមដំណើរជាមួយនឹងអាដាមភិសន្តិបណ្ឌិតសសុខាហើយមានទាំងបងច្រើនកងកម្លាំងរបស់យើងនៅខេត្តព្រៃវែងគឺអូយខ្ញុំសប្បាយចិត្តណាស់គាត់ទឹកមុខញញឹមញែមហើយក្នុងនោះខ្ញុំ5 ថ្ងៃនេះបងប្អូននេះសម្លេង5 ថ្ងៃហើយនៅប៉ុណ្ណឹងបាទនៅប៉ុណ្ណឹងសួរថាហេតុអីដោយសារខ្ញុំគិតថាគឺជាខេត្តរបស់ខ្ញុំមួយទៀតខ្ញុំជាលើកទី1ដែលខ្ញុំបានជួបបងប្អូនប្រជាពលរដ្ឋយើងនៅខេត្តព្រៃវែងសុខណាត់របស់ខ្ញុំនៅក្នុងកម្មវិធីសង្ក្រាន្តបាទអញ្ចឹងខ្ញុំមានទឹកចិត្តសប្បាយមែនទែនទោះបីជាឈឺកំពុងក៏ខំស្រែកដែរហើយនេះគឺជាថ្ងៃទី17ដែលខ្ញុំមកដល់ផ្ទះវិញបាទអញ្ចឹងខ្ញុំមកខ្ញុំធ្វើវីដេអូនេះដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយ share វីដេអូនេះឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងណាជួយ like ជួយ share ទាំងអស់គ្នាហើយឆ្នាំក្រោយយើងជួបគ្នាទៀតបងប្អូនបាទហើយអ្វីដែលខ្ញុំអរគុណសម្រាប់បងប្អូនយើងនោះគឺបងប្អូនយើងបានរាប់អានណាចុះទៅគឺប៉ាត់ម្សៅប៉ាត់អីចឹងទៅបាញ់ទឹកហើយមានគុណធម៌សិលធម៌នៅខេត្តព្រៃវែងយើងអត់មានបញ្ហាអីកើតឡើងទេហើយអរគុណសមត្ថកិច្ចគ្រប់លំដាប់ជាប់ថ្នាក់បាទនៅខេត្តព្រៃវែងគឺការពារបានល្អណាស់ហើយបានរួមកំសាន្តជាមួយខ្ញុំផងគាត់សប្បាយក៏គាត់សប្បាយបាទគាត់ការពារក៏គាត់ការពារណាបាទអញ្ចឹងនេះជាទឹកចិត្តមួយសម្រាប់ខ្ញុំជាកូនខ្មែរហើយស្រឡាញ់ប្រទេសជាតិហើយស្រឡាញ់បងប្អូននៅខេត្តព្រៃវែងដូចគ្នាបាទមានតែការជូនពរបងប្អូនទាំងអស់ពេលបញ្ចប់5 ថ្ងៃនេះបាទចូលឆ្នាំហើយនេះសូមបងប្អូនយើងត្រឡប់ទៅគេឋានវិញប្រកបដោយសុខសប្បាយភាពនិងកន្លែងធ្វើការគ្រប់តំបន់គ្រប់ខេត្តតែម្ដងទាំងក្រៅប្រទេសក្នុងប្រទេសសូមជូនពរបងប្អូនយើងបាទទាំងអស់ណាហើយជាពិសេសគឺសុខភាពហើយអ្វីដែលសំខាន់គឺចរាចរណ៍បាទសូមធ្វើដំណើរចរាចរណ៍ដោយប្រុងប្រយ័ត្នកុំឲ្យមានបញ្ហាកើតឡើងសង្ឃឹមថាបងប្អូនយើងចូលឆ្នាំនឹងជួបគ្នាបន្តទៀតហើយសប្បាយណាស់បាទនៅកន្លែងខ្ញុំនេះសប្បាយដោយសារគឺទឹកបាញ់រហូតត្រជាក់រហូតតំបន់នេះហើយបងប្អូនចូលខមមិនផងបងប្អូនណាដែលមានរូបភាពនៅក្នុងហ្នឹងណាហើយខ្ញុំសូមប្រាប់ផ្សាយមួយបងប្អូនដែលចង់បានរូបភាពល្អកុំភ្លេចជាមួយនឹងស្ថានីយ៍វិទ្យុនឹងទូរទស្សន៍មហាផ្ទៃបាទហើយនឹងផេករបស់ស្រុងការខេត្តក៏គាត់ live ដែរហើយអរគុណដល់លោកស្រុងការខេត្តបាទដែលលោកបានមកផ្ដល់កម្លាំងចិត្តដល់ខ្ញុំលើឆាកលោកថាអរគុណដែលបានមកចូលរួមណាក្នុងខេត្តរបស់យើងខ្ញុំឮសំឡេងថាដឹកនាំលើកទឹកចិត្តប៉ុណ្ណឹងគឺខ្ញុំសប្បាយខ្ញុំសប្បាយខ្លាំងណាស់មិនមែនមនុស្សយើងមិនមែនស៊ីជួលបងប្អូនតែការដែលផ្ដល់កម្លាំងចិត្តគឺធ្វើឲ្យយើងនឹងធ្វើការហើយមួយទៀតខ្ញុំសប្បាយចិត្តមួយទៀតនោះគឺដល់អ្នកអង្គការស្មារតីវឌ្ឍនៈគាត់បានឃើញខ្ញុំហើយគាត់ឃើញខ្ញុំហើយគាត់បានលើកដៃស្វាគមន៍ខ្ញុំគឺជាភាសាមកថាការគ្រប់ស្រឡាញ់ទោះបីជាគាត់ទូទៅជាអ្នកអង្គការមែនតែគាត់មានគុណធម៌គាត់មានសិលធម៌ណាគាត់ផ្ដល់កម្លាំងចិត្តដល់សិល្បៈទោះបីជាសិល្បៈដូចខ្ញុំតូចតាចណាគេមិនសូវស្គាល់ក៏ដោយគេមិនសូវឲ្យតម្លៃក៏ដោយតែខ្ញុំឲ្យតម្លៃខ្លួនឯងហើយខ្ញុំឲ្យតម្លៃដល់អ្នកដទៃហើយនេះជាចំណុចមួយដែលខ្ញុំចង់បានណាសម្រាប់រឿងមួយនៅក្នុងជីវិតដែលយើងបានជួបជាមួយនឹងបងប្អូននៅក្នុងខេត្តព្រៃវែងសុខណាត់របស់ខ្ញុំអរគុណបងប្អូនទាំងអស់គ្នាជូនពរខ្ញុំមានប៉ុណ្្នឹងទេសូមបងប្អូនយើងសប្បាយទាំងអស់គ្នាហើយជួយ share ជួយ like ទាំងអស់គ្នាដើម្បីឃើញរូបភាពបងប្អូនយើងទាំងអស់គ្នាណាខ្ញុំបាន DJ កណ្ដោសូមអរគុណសូមជូនពរបងប្អូនយើងទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា